ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃពហុហើយលោកគ្រូនយោបានចាត់ចែងក៏ដូចជាផ្ដាំភ្ញាក់ឲ្យបងប្អូនមកថ្ងៃនេះពលកម្មដើម្បីធ្វើការកិច្ចការបរិស្ថានសាលាបាទគេថាឥឡូវនេះពួកគាត់កំពុងតែមមាញឹកនៅក្នុងការកាប់ដីផងបាទនិយាយអស់ទៅគឺបើសិស្សលោកគ្រូអ្នកគ្រូផ្សេងអត់ដឹងទេបើសិស្សខ្ញុំខំកាប់ដីដើម្បីដូរយកបន្ទុកខ្ញុំឲ្យបន្ទុកខែនេះណាបន្ទុកប្រឡងកុំអីនេះកំពូលខ្ជិលណាសុកចិត្តកាប់ដែរដើម្បីបានបន្ទុកតែខ្ជិលណាមិនថាអញ្ចឹងនៅខាងក្រោយទៀតនៅច្រើនហើយថ្ងៃនេះក៏ជាថ្ងៃដែលជួបអាណាព្យាបាលផងដែរជំនួបអាណាព្យាបាលដែលពួកគាត់កំពុងតែអញ្ជើញមកបដាហើយមិនមែនសិស្សយើងមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនគឺមាននៅខាងក្រោយជំរះស្មៅដែរនៅជួយកាប់លោកគ្រូទៅមើលខាងក្រោយទៀតកុំកាប់កតុកពេកអូនកាប់មើលស្មានអាដីនេះឲ្យស្មើស្មានឲ្យស្មើកុំឲ្យកតុកជ្រៅយ៉ាត់ចាក់បាត់ចាក់ដីលុបវិញទៀតនេះខាងនេះសិស្សខ្ញុំច្រើនស្រីគាត់ជំរះស្មៅហ្នឹងគឺតែដោះញ៉ៃជំរះហើយនៅមាននៅខាងក្រោយទៀតគ្រូយកអញ្ជើញមកបាទនេះកិច្ចការខាងជំរះស្មៅ10បន្ទុកអ្នកជំរះស្មៅវ៉ារីខ្ជិលចឹងគេលឺថាអញ្ចឹងឲ្យតែ9ម៉ានហើយខាងនោះអត់ធ្វើការទេ2អ្នកនោះគឺឲ្យប្រហែលបន្ទុកចេះលីកានីកាជាមួយស្រីដាមអញ្ចឹងដឹងសំលេងចូលអត់ទេនឹងលេងចូលអត់ទេនឹងទៅមើលខាងក្រោយទេសិនអត់កើតទេអត់បានទៅមើលនឹងអត់ជំរះទេនៅស្ងៀមហ្នឹងឆាប់ហើយនេះអូមានលោកគ្រូនៅមើលនេះលោកគ្រូសង្ហាជាងគេលោកគ្រូស៊ីនគាត់កំឡោះយូរហើយប៉ុន្តែចាស់ដល់ប៉ុណ្នេះគាត់នៅតែស៊ីនហើយសៃដាងខ្ជិលជាងគេហើយថ្នាក់ហ្នឹងហើយខាងនេះខាងថ្នាក់ទី4ទី6អីដែរកូនសិស្សខ្ញុំថ្នាក់ទី5ប៉ុណ្្នឹងមែនតែទី5សៃដា55គីឡូអូយលោកគ្រូអញ្ចឹងអត់បានស៊ូហើយពីណាគេស៊ូលោកគ្រូមិនដឹងว่าគេអ្នកស៊ូយ៉ាងនេះក៏មានសិស្សខ្ញុំដែរកំពុងកាប់ដីជំរះស្មៅមានពីមុខមិនបានជំរះមុខក្រោយយ៉ាងនេះត្រូវផ្លែចប់នោះអូនអូយធុញអូយហត់ម៉េះអូយហត់ម៉េះសៀវឲ្យតែ5បន្ទុកបានហើយមិនថាបើលោកគ្រូអញ្ចឹងមែនពីណាអត់មកខ្លះណាយើងថ្ងៃហ្នឹងមកទាំងអស់គ្នាទៅបាត់អត់មានបាត់ពីណាទេមានតែអ្នកឈរអ្នកណាធ្វើអញ្ចឹងទៅយើងឲ្យ10អ្នកណាគេនៅអត់ធ្វើអត់អីទេនឹងគិតទុតាមហ្នឹងហើយសៃដាអើយធ្វើការផងអូយអូននេះមិនអីហ្នឹងគាត់ស៊ូមិនអីលេងដងចប់ពីត្រូវគ្រូច្រើនគ្នាទៅតើសិស្សមកសាលាហ្នឹងនេះមកទាំងព្រឹកមកទាំងសិស្សថ្ងៃព្រោះសាលាយើងអាគារមានបន្ទប់តិចអញ្ចឹងត្រូវបែងចែករៀនព្រឹកផងរៀនថ្ងៃផងនេះអាគារបន្ទប់តិចបាទអរគុណច្រើនបងប្អូនដែលបានទស្សនាសៃដាអត់ធ្វើការបាទអរគុណ